បន្ទាប់ពីចូលឆ្នាំខ្មែរហើយបើថាអ្នកគេសល់លុយតែ2000លុយខ្មែរអីក៏អាចមក enjoy ជាមួយនឹង Ocean វប្បធម៌តេជោនេះបានដែរខ្ញុំមកខានមកនឹងយូរហើយក៏ប៉ុន្តែពេលដែលមកដល់ឥឡូវហ្នឹងគឺប្លែកភ្នែកខ្លាំងមែនតើហ្មងកាលពីមុនមកមានតែផ្ទះខ្មែរមានគេលក់នំបញ្ចុកមានអីនៅក្រោមអីចឹងណាហើយសម្រាប់ឥឡូវវិញគឺគេមានតាំងពីវាសែគេមានតាំងពីកន្លែងខ្លះដែលយើងអត់ទាន់អាចនិយាយបានទេចឹងបងប្អូនទាំងគ្នាកុំភ្លេចរងចាំតាមដានទាំងអស់គ្នាថាគេរៀបចំចេញជាអីគេហើយគេបើកដំណើរការនៅពេលណាដែរចឹងកន្លែងដែលខ្ញុំមកថ្ងៃហ្នឹងគឺនៅក្នុងពលានយន្តហោះថ្មីយើងនឹងឯងដែលពីមុនបងប្អូនច្រើនតែហៅថាផ្ទះខ្មែរអញ្ចឹងណាហើយឥឡូវហ្នឹងខ្ញុំឃើញគេទំតែអាប់ដេតគេមាន wheelchair គេមានទូកមានអីនិយាយទៅអូខ្ញុំមិនដឹងថាទៀតគេធ្វើអីគេនេះមានអារម្មណ៍ថាគ្រាន់មកដល់ហើយមានចំហាយ pre wedding អីចឹងណាប្រហែលតិចចោះនៅនេះទៀតគេធ្វើកន្លែងលក់របស់ញ៉ាំច្រើនខ្លាំងមែនតើច្រើនជាងឥឡូវព្រោះបើឥឡូវវិញគឺយើងមានតែនំបញ្ចុកជាមួយនឹងគួងក្រែមអីចេកចៀនអីធម្មតាទេព្រោះដោយសារតែដូចដឹងអញ្ចឹងគឺយើងមានតែផ្ទះខ្មែរអញ្ចឹងវាមានទីធ្លាទូចអញ្ចឹងណាប៉ុន្តែទីទៀតហ្នឹងគឺថាមានផ្ទះខ្មែរយើងច្រើនមែនទែនក៏ដូចជាមានកញ្ចោះច្រើនដែរអញ្ចឹងណាសម្រាប់ក្នុងការលក់របស់ញ៉ាំអញ្ចឹងបងប្អូនទាំងគ្នាមកនេះបើសិនជាយើងអត់ញ៉ាំអីទេគ្មានទៅចែកអីអស់លុយទេបើយ៉ាងច្រើននេះទិញចំណីមួយថង់តែ2000អីហ្នឹងដាក់ចំណីឲ្យត្រីប្រាស៊ីទៅក៏វាបានសុបាយដែរហើយបងប្អូនទាំងគ្នាក៏អាចនាំកូនទូចឲ្យគាត់មកបោះចំណីត្រីអីចឹងណាខ្ញុំគិតថាគាត់ប្លែកអារម្មណ៍ហើយគាត់សុបាយសូម្បីតែខ្ញុំកម្របានបោះចំណីត្រីឲ្យត្រីវាស៊ីចឹងណាតែពេលដែលបោះទៅមានអារម្មណ៍ថាត្រីច្រើនខ្លាំងមែនតើហើយខ្ញុំលើកបងនៅនឹងគាត់ប្រាប់ថាគេយកមកប្រោះហើយគេហៅយកមកតម្លាក់នៅក្នុងទឹកហ្នឹងឡើងប្រមាណគោយន្តសង្ស័យប្រហែលជាចូលពាន់ក្បាលឲ្យដឹងទេនិយាយទៅគឺវានៅចិត្តច្រាំងណាគេហៅច្រាំងមែនអូខ្ញុំបខុសខ្ញុំសុំទោសខ្ញុំអត់សូវស្គាល់ទេនិយាយថាវានៅចិត្តជើងយើងហ្មងណាវាអត់ខ្លាចមនុស្សសាវារចំណៃដល់ពេលច្រើនក្បាលចឹងពេកទៅខ្ញុំឡើងព្រឺសបុលខ្ញាក់ហ្មងឃើញមាត់វាហាជីបហរចំណៃអញ្ចឹងពេលបោះចំណៃបោះអីហាបើសិនជាបងប្អូនទាំងគ្នាចង់មកមើលកន្លែងគេហៅថាវាសែលហ្នឹងបងប្អូនទាំងគ្នាអាចសួរបងនៅហ្នឹងក៏បានឬក៏អាចដើរមកត្រង់រហូតទៅគឺឃើញហើយតែម្ដងគឺថាស្រូវឡើងខៀវសង្កាត់ហ្មងណាប៉ុន្តែបងនៅហ្នឹងថាប្រហែលជាកន្លះខែអីទៀតហ្នឹងបន្ទាប់ពីខ្ញុំផុសវីដេអូនេះហើយកន្លះខែអីទៀតហ្នឹងអាចនឹងវាទុំអាចនឹងច្រូចបានហើយបន្ទាប់ពីគេច្រូតហើយនឹងក៏គេនៅតែបន្តដាំដុះវារហូតដែរស្រូវហ្នឹងគឺគេអត់ចោលទេទីធ្លាមួយហ្នឹងគឺគេនៅតែដាំសម្រាប់ឲ្យបងប្អូនមកមើលកំសាន្តថតរូបលេងស្អាតចឹងទៅមកដល់នេះបរិយាកាសនិយាយពីថាស្រស់ស្រាយប៉ុន្តែ relax ហ្មងពេលដែលខ្ញុំមកដល់គឺលះហើយស្រួលខ្យល់អាកាសបរិសុទ្ធចឹងបើសិនជាបងប្អូនទាំងគ្នាទនេអីអត់ដឹងទនេអីអាចមកកន្លែងនេះបាន Ocean វប្បធម៌តេជោនេះគឺគេបើកជារៀងរាល់ថ្ងៃហ្មងណាតែគាត់ថាឥឡូវគឺគេអត់ទាន់ធ្វើឲ្យ100%ទេចឹងកន្លែងខ្លះតំបន់ខ្លះក៏គេអត់ទាន់ឲ្យយើងចូលដែរពេលដែលខ្ញុំមកដល់កន្លែងនេះខ្ញុំចាប់អារម្មណ៍ដូចនៅសៀមរាបអញ្ចឹងគេមានទូកមានអីអញ្ចឹងណាចឹងសង្ឃឹមថាកន្លែងមួយនេះគេនឹងបើកដំណើរការក៏ដូចជាអាចឲ្យបងប្អូនដែលគាត់ចិត្តមានថ្ងៃពិសេសណាអាចមកថត pre wedding នៅនឹងបានសង្ឃឹមចឹងចុះព្រោះនៅពេលដែលយើងថត pre wedding ហើយយើងបានក្រុងជាមួយនឹងស្បែកខ្មែរខ្ញុំគិតថាវាជាឱកាសដែលយើងអាចបង្ហាញទៅភ្ញៀវអន្តរជាតិក៏ដូចភ្ញៀវជាតិឲ្យស្គាល់ថាវាជារបស់ខ្មែរវាជាអត្តសញ្ញាណរបស់ខ្មែរចឹងណាចឹងខ្ញុំគិតថាវាស័ក្តិសមមែនតើហ្មងចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាគឺខ្ញុំនិយាយឡើងចង់ចេញហើយចឹងបើសិនជាខ្ញុំនិយាយខុសតកន្លែងណាក៏សូមអធិស្ឋានផងណាព្រោះដោយសារតែខ្ញុំអត់ទាន់ស្រួលខ្លួនទេហើយបងប្អូនទាំងគ្នាអាចចូលមកកន្លែងនេះបានឈ្មោះថា Ocean វប្បធម៌តេជោដែលទល់មុខនៅពលានយន្តហោះថ្មីយើងនឹងឯងបាយ